ប្រិយមិត្តទាំងអស់គ្នាទោះបីជាបច្ចេកវិទ្យាកសិកម្មទំនើបនិងគ្រឿងយន្តបានគ្រប់លំដាប់ស្ទើរតែទាំងស្រុងលើការងារបង្កបង្កើនផលនាពេលបច្ចុប្បន្ននៅកម្ពុជាក៏ដោយប៉ុន្តែយើងឃើញថាប្រជាកសិករមួយចំនួននៅក្នុងស្រុកសូនីគុំខេត្តសៀមរាបគឺពួកគាត់នៅតែបន្តរក្សានៅការធ្វើស្រែតាមបែបប្រពៃណីបុរាណដែលជាទម្លាប់បន្សល់ទុកតាំងពីដូនតាមកហើយបើតាមប្រជាពលរដ្ឋនៅក្នុងភូមិជ្រៃខាងត្បូងឃុំគិនសង្កែស្រុកសូនីគុំខេត្តសៀមរាបពួកគាត់បានឲ្យដឹងថាបច្ចុប្បន្ននេះប្រជាកសិករបានប្រើប្រាស់គ្រឿងយន្តក្នុងការភ្ជួរដីធ្វើស្រែដោយប្រស្រូវយកតែម្ដងដោយពុំសូវមានការដកស្ទូងដូចពីមុននោះទេប៉ុន្តែអ្នកភូមិពួកគាត់វិញក្រៅពីការប្រើប្រាស់គ្រឿងយន្តក្នុងការភ្ជួរដីធ្វើស្រែគឺតែងតែទុកស្រែមួយចំនួនសម្រាប់ការធ្វើតាមបែបបុរាណដោយការដកស្ទូងដោយដៃនិងការច្រូតកាត់ដោយប្រើកណ្ដៀវជាដើមហើយមូលហេតុនោះគឺពួកគាត់ចង់បន្តការធ្វើស្រែតាមបែបប្រពៃណីបុរាណដែលជាទម្លាប់និងជាការបន្សល់ទុកតាំងពីដូនតាឲ្យកូនចៅជំនាន់ក្រោយបានឃើញនិងថែរក្សាបន្តអ្នកភូមិពួកគាត់ថាក្រៅពីផលប្រយោជន៍ផ្នែកកសិកម្មសកម្មភាពធ្វើស្រែតាមប្រពៃណីនេះបានបង្កើតនូវបរិយាកាសស្និទ្ធស្នាលក្នុងសហគមន៍តាមរយៈការជួយកម្លាំងគ្នាទៅវិញទៅមកក្នុងការដកស្ទូងនិងច្រូតកាត់ដែលជួយរឹតចំណងសាមគ្គីភាពរវាងអ្នកភូមិនិងអ្នកភូមិផងរបងជាមួយឲ្យកាន់តែជិតស្និទ្ធក្រៅពីនោះការមើលឃើញទិដ្ឋភាពវាលស្រែខៀវស្រងាត់ជាមួយនឹងសកម្មភាពស្ទូងស្រូវតាមបែបធម្មជាតិក៏កំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានបំណងចង់ឆ្វេងយល់ពីជីវភាពរស់នៅនិងវប្បធម៌ដើមរបស់ប្រជាកសិករខ្មែរនៅក្នុងតំបន់អង្គរផងដែរពួកគាត់ក៏សង្ឃឹមថាការបន្តរក្សាទំនៀមទម្លាប់ធ្វើស្រែបុរាណនេះនឹងក្លាយជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌កសិកម្មខ្មែរឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងយល់ដឹងកាន់តែច្បាស់ផងដែរ